ខ្ញុំធ្លាប់ឮថាអ្នកធ្វើម៉ូតសក់អាចដឹងថាតេជជនមានកដែលគ្រាន់តែស្ទាបលើសក់របស់គាត់ខួរក្បាលរបស់មនុស្សគឺជាម៉ាស៊ីនព្យាករណ៍វាគឺបន្តប្រមូលទិន្នន័យជុំវិញនិងវិភាគព័ត៌មានដែលធ្លាប់បានឆ្លងកាត់នៅពេលណាដែលអ្នកមានបទពិសោធន៍នៅអ្វីដដែលគឺដូចជាគ្រូពេទ្យសង្គ្រោះបន្ទាន់ឃើញនៅទឹកមុខរបស់អ្នកជំងឺគាំងបេះដូងឬដូចអ្នកវិភាគយោធាឃើញនៅមីស៊ីលនៅក្នុងអេក្រង់រ៉ាដាខួរក្បាលរបស់អ្នកចាប់ផ្ដើមកំណត់សម្គាល់នៅអ្វីដែលសំខាន់និងសង្ខេបព័ត៌មានដែលពិស្ដារនិងផ្នែកសំខាន់នៃសញ្ញាដែលពាក់ព័ន្ធនិងរៀបចំទិន្នន័យព័ត៌មានដើម្បីការប្រើប្រាស់នៅពេលអនាគតជាមួយការអនុវត្តបានច្រើនគ្រប់គ្រាន់អ្នកអាចកំណត់សម្គាល់នៅសញ្ញាដែលព្យាករណ៍លទ្ធផលច្បាស់លាស់ដោយមិនចាំបាច់គិតពីវាខួរក្បាលរបស់អ្នកបានកំណត់លេខកូដនៅមេរៀនដែលអ្នកបានរៀនតាមរយៈបទពិសោធន៍ដោយស្វ័យប្រវត្តិយើងមិនអាចតែងតែបកស្រាយបាននៅអ្វីដែលយើងកំពុងរៀនទេប៉ុន្តែការរៀនគឺកំពុងតែកើតឡើងគ្រប់ពេលវេលាកន្លងមកហើយសមត្ថភាពរបស់អ្នកគឺត្រូវសម្គាល់នៅសញ្ញាដែលពាក់ព័ន្ធក្នុងស្ថានភាពដែលបានផ្ដល់ឲ្យគឺជាមូលដ្ឋានគ្រឹះសម្រាប់ទម្លាប់ទាំងអស់ដែលអ្នកមានពួកយើងមើលស្រាខួរក្បាលនិងរាងកាយរបស់យើងថាពួកវាអាចធ្វើដោយមិនគិតបានច្រើនប៉ុណ្ណានោះទេពួកយើងមើលស្រាខួរក្បាលនិងរាងកាយរបស់យើងថាពួកវាអាចធ្វើដោយមិនគិតបានច្រើនប៉ុណ្ណានោះទេអ្នកមិនចាំបាច់ប្រាប់ឲ្យសក់របស់អ្នកដោះឡើងបេះដូងរបស់អ្នកដើរសួតរបស់អ្នកដកដង្ហើមនិងក្រពះរបស់អ្នកឲ្យកិនរំលែកអាហារនោះទេប៉ុន្តែរាងកាយរបស់អ្នកធ្វើរឿងទាំងនេះដោយស្វ័យប្រវត្តិភាពជាអ្នកគឺច្រើនលើសពីការគ្រាន់តែបានដឹងខ្លួនរបស់អ្នកទៅទៀតជាក់ស្ដែងដូចជាការឃ្លានតើអ្នកដឹងទេថានៅពេលណាដែលអ្នកឃ្លានបានដូចម្ដេចអ្នកមិនចាំបាច់តតែឃើញនំនៅកន្លែងបញ្ចូលគិតប្រាក់ទៅអ្នកដឹងថាគឺជាពេលដែលត្រូវបរិភោគនោះទេតម្រូវការរាងកាយនិងសេចក្តីស្រែកឃ្លានគឺបានគ្របដណ្ដប់លើអសម្បញ្ញៈរាងកាយរបស់អ្នកមានភាពខុសគ្នានៃរង្វង់មតិដែលតែងតែចាំផ្ដល់ដំណឹងដល់អ្នកនៅពេលណាដែលអ្នកត្រូវបរិភោគម្ដងទៀតនិងសង្កេតមើលនៅអ្វីដែលកំពុងតែកើតឡើងជុំវិញអ្នកនិងក្នុងខ្លួនរបស់អ្នកចំណងអាចកើតឡើងបានអរគុណដល់អរម៉ូននិងដំណើរការវិលជុំនៃសារធាតុគីមីនៅក្នុងខ្លួនរបស់អ្នកនៅសុខអ្នកស្រាប់តែឃ្លានទោះបីជាអ្នកមិនដឹងច្បាស់ថាកត្តាអ្វីដែលធ្វើអ្នកឃ្លានក៏ដោយនេះគឺជារឿងពិតដែលគួរឲ្យភ្ញាក់ផ្អើលជាទីបំផុតអំពីទម្លាប់របស់អ្នកមិនចាំបាច់អ្វីយើងនឹងជួបគ្នានៅវគ្គក្រោយ